សូមជំរាបសួរនេះហៅសូមស្វាគមន៍យ៉ាងកក់ក្ដៅការអញ្ជើញមកដល់ដែនដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការពំនាំយកនៅដំណឹងល្អពិសេសមួយជំរាបជូនប្រជាជនចិនទាំងអស់គ្នាខ្ញុំសូមជំរាបជូនថាការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ប្រជាជនចិនដែលកាន់លិខិតឆ្លងដែន PRC គឺចាប់ផ្ដើមពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15ខែតុលាឆ្នាំ2026ចំពោះបញ្ហាសុវត្ថិភាពប្រទេសកម្ពុជាគឺជាគោលដៅទេសចរប្រកបដោយសុវត្ថិភាពភាពកក់ក្ដៅនិងមានស្នាមញញឹមជាប់ជានិច្ចយើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អ្នកទាំងអស់គ្នាអាកាសយានដ្ឋានអន្តរជាតិថ្មីៗរបស់យើងក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបជាមួយនឹងប្រព័ន្ធច្រកទ្វារឆ្លាតវៃយើងហៅ Smart Gate ដើម្បីធានាថាការមកដល់របស់លោកអ្នកគឺជានិច្ចកាលប្រកបដោយភាពងាយស្រួលរហ័សនិងមានសុវត្ថិភាពខ្ពស់បំផុតតាំងពីជំហានដំបូងដែលលោកអ្នកអញ្ជើញមកដល់ទឹកដីកម្ពុជាសូមកុំបារម្ភពីបញ្ហាភាសាយើងខ្ញុំក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រស័យតាក់ទងជាភាសាចិនចាប់តាំងពីមគ្គុទ្ទេសក៍ទេសចររហូតដល់ផ្នែកបដិសណ្ឋារកិច្ចម្ហូបអាហារលក្ខណៈហៅថា China Ready វត្តមានរបស់បងប្អូនប្រជាជនចិននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមិនត្រឹមតែជាការជួយលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងវិស័យទេសចរកម្ពុជាប៉ុណ្ណោះទេប៉ុន្តែអាចអនុញ្ញាតឲ្យបងប្អូនយើងរកឃើញនៅកាលានុវត្តភាពនៃការវិនិយោគពិសេសមួយចំនួនហើយលើសពីនោះទៀតវាគឺជាការតភ្ជាប់រវាងបេះដូងនៃប្រជាជាតិយើងទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង大家好，我哋有好消息，根本就係有免簽4個月，6月15號起，請大家嚟柬埔寨欣賞特別好多好靚嘢，等你哋嚟食㗎。សូមអញ្ជើញមកទស្សនាកម្ពុជានិងស្វែងយល់អំពីសក្តានុពលទេសចរនៅកម្ពុជាសូមស្វាគមន៍大家好，从6月15日，柬埔寨开始给中国人免签了，欢迎大家来柬埔寨旅游，来体验柬埔寨绿色旅游季。កម្ពុជាមានអ្វីៗគ្រប់យ៉ាងដើម្បីទទួលពលរដ្ឋចិនមកលេងកម្ពុជានិងមកទស្សនាកម្ពុជាវិស័យសន្តាគារបានរៀបខ្លួនជាស្រេចសម្រាប់ទទួលភ្ញៀវចិនប្រកបដោយភាពកក់ក្ដៅប្រទេសកម្ពុជាមិនត្រឹមតែសម្បូរបែបទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកតែប៉ុណ្ណោះទេប៉ុន្តែប្រទេសកម្ពុជាក៏សម្បូរទៅដោយធនធានធម្មជាតិក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើងខ្ញុំសូមស្វាគមន៍ការអញ្ជើញមកដល់របស់បងប្អូនប្រជាជនចិនមកទស្សនានៅកម្ពុជាដោយសេចក្តីរីករាយបំផុតសូមអញ្ជើញមកទស្សនាកម្ពុជាស្វែងយល់ពីកម្ពុជានិងដកស្រង់បទពិសោធន៍ល្អៗពីកម្ពុជារងចាំទទួលស្វាគមន៍លោកអ្នកជានិច្ចចុងជៀនយោអ៊ីវ៉ាន់ស៊ុយ